ចំណាំតែញ៉ាំសាច់អង្គនៅភោជនីយដ្ឋានដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសាហើយមានសាច់ដល់ខ្លាញ់ហ្នឹងគឺនៅតាណាណហ្នឹងហើយគឺសាច់គុំកតូចអ្នកទាំងអស់គ្នាគុំកតូចជាប់ខ្លាញ់ហ្នឹងឯងចាបងមួយសាច់គោឆាត់មកទាំងព្រលឹមថ្ងៃហ្នឹងមានសាច់ល្អខ្ញុំក៏យក1គីឡូជាងញ៉ាំពីអ្នកកូនទៅហើយនេះគឺជារបៀបហាន់សាច់ចាអ្នកទាំងអស់គ្នាសម្រាប់កុំដៃថ្មីដែលអត់ទាន់មានបទពិសោធន៍ថ្នាក់ជាមួយនឹងការប្រើកាំបិតនៅក្នុងផ្ទះបាយអាចជួយមើលវីដេអូនេះបានយើងហាន់វាអញ្ចឹងមកបងប្អូននៅបើសិនជាគ្រួសារខ្ញុំនឹងធ្វើទឹកប្រហុកអញ្ចឹងញ៉ាំជាមួយគ្នាយើងចង់ហាន់ក្រាស់ក៏បានស្ដាងក៏បានទៅតាមចំណង់ចំណូលចិត្តដោយសារតែកាំបិតវាអត់ទាន់បានសលៀងអញ្ចឹងទៅគឺអញ្ចឹងមួយរយៈនេះគឺ level ឡើងតែធ្វើ sticker ចូលឆ្នាំខ្មែរជូនសិស្សរបស់ខ្ញុំនិយាយទៅបើកវគ្គបរិញ្ញាកាត់តបងប្អូនសិស្សសួរឆ្ងល់គឺឆាតសួរផ្ទាល់តែម្ដងពន្យល់ផ្ទាល់មិនយកលុយគេឲ្យទុកគេចោលទេបើសិនបើពួកគាត់អត់យល់ត្រង់ចំណុចកន្លែងណាគឺពួកគាត់ឆាតសួរខ្ញុំផ្ទាល់តែម្ដងតាក់តិចគឺបត់បែនទៅតាមប្រភេទអាជីវកម្មប្រភេទផលិតផលទីតាំងនិងសន្តានរបស់អាជីវកម្មនីមួយៗងាកមកមើលសាច់របស់យើងវិញពេលយើងហាន់ចឹងហើយខ្ញុំប្រឡាក់គ្រឿងតែប៉ុណ្្នឹងទេអាគ្រឿងហ្នឹងគឺសំខាន់ណាស់ដោយសារតែសាច់នេះគឺវាអត់មានរសជាតិផ្អែមដូចសាច់ផ្អែមទេបងប្អូនអញ្ចឹងគ្រឿងប្រឡាក់គឺសំខាន់បើយើងប្រឡាក់បរិមាណវាត្រឹមត្រូវឆ្ងាញ់គឺឈ្ងុយតែម្ដងហើយបងប្អូនប្រយ័ត្នតិចកុំឲ្យភ្លើងវាឆេះអញ្ចឹងតែទុកចោលបន្តិចអត់បានទេដោយសារតែវាមានដុំខ្លាំងជ្រុញលាងឲ្យស្អាតចាំយកមកហាន់ហើយជ្រុញនេះគឺជាផលិតផលរបស់ខ្មែរយើងរបស់ក្រុមហ៊ុន Tech Food Cambodia បងប្អូនចង់យកកាប់យកច្រាមយកគប់អីក៏បានដែរមិនប្រេះមិនបែកមិនរហែកមិនបាក់និយាយទៅគឺតាន់ហ្មងជ្រុញហ្នឹង